Ca ơi ca sla ca mèn côn ôi sray ban yul chọc sang say ca sla prop prom pruh đầm lấy bài khon trong đây ngày điệp ca ơi cờ ốp srop cất thể dục sầm lên con khmô cô sa nhà sẽ rây xua đây xóm prat na nhiệt mất mẹ ba prasatepo ca sla rạ sa nào át tận đây côn pro côn sray miên ẩm nò ca sla rôm srop đôi lồng ó đôi chật smọt xóp đây prapun ca sla cờ ốp mình prai prul đã chất tự tuôn mình tầm rốn sva mây phe để dê trâu chật ngốn chật sra bị môn trâu lẹt bằng ọp ca cờ lạc khăn sáp mà lại thay ọp ca chầm pay khăn cờ ốp ngốc ọp ca chầm pa cờ ốp tầng dốc ca sla ngôi sop ọp tầng đào cò ca sla miền nay thay lơ cờ lạp ca sla mình sátแต่นอมอนอca sla đồn ta bạch priết chu cho ai u ó sa to ngày chảyនេះគឺជាតម្លៃផ្កាស្លាដែលដូនតាបានរៀបចំទុកដាក់ឲ្យមាននៅក្នុងពិធីមង្គលអាពាហ៍ពិពាហ៍របស់ខ្មែរគឺវាមានតម្លៃត្រង់ចំណុចហ្នឹងឯងព្រោះមិនមែនដាក់មកដើម្បីទាមទារយកសេរីសួស្តីទាមទារយកសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍នោះទេប៉ុន្តែជាការដាក់មកតំណាងឲ្យគុណតម្លៃកូនស្រីបរិសុទ្ធស្មោះសរនិងភាពរឹងមាំរបស់គូស្រករទាំងពីរនាក់ដែលបានចាប់ដៃស្ម័គ្រចិត្តដាក់កាយទៅរួមរស់នៅជាមួយគ្នាក្នុងនាមជាជីវិតប្តីប្រពន្ធតទៅមុខជាមួយគ្នាបងថ្មីត្បិតតែផ្កាស្លាមួយស្ពណ៌នេះវាគ្មានតម្លៃថ្លៃអស្ចារ្យនោះទេហើយក៏វាអត់មានពណ៌ស្រស់ស្អាតណាស់ណាដោយផ្កាដទៃនោះទេប៉ុន្តែបុរាណលោកស្រឡាញ់ទៅភាពបរិសុទ្ធនិងភាពស្រស់ស្អាតរបស់កូនស្រីដូច្នេះលោកទៅជ្រើសរើសយកផ្កាឆ្លានេះជាផ្កាមង្គលអាពាហ៍ពិពាហ៍ផ្កាឆ្លាថ្មីត្បិតថាវាមិនថ្លៃដូចជាផ្កាកុលាបមិនក្រអូបដូចជាផ្កាម្លិះមិនជាអស្ចារ្យដូចជាផ្កាដតីប៉ុន្តែផ្កាឆ្លាវាពិតជាមានតម្លៃនិងអត្ថន័យដ៏ជ្រាលជ្រៅចំពោះមនុស្សស្រីនៅពេលដែលមនុស្សប្រុសដែលខ្លួនស្រឡាញ់យកផ្កាឆ្លាទៅជូននាងនៅមុខចាស់ទុំបងប្អូនសាច់ញាតិក្រុមគ្រួសាររបស់នាងផ្កាឆ្លានោះពិតជាមានតម្លៃកាត់ថ្លៃមិនបានព្រោះផ្កាឆ្លាគឺមានរូបរាងដោះចេញមកជាក្របស្រដៀងទៅនឹងគុជបុរាណបានមានជំនឿថាផ្កាឆ្លានេះគឺតំណាងឲ្យទៅការបូជាទៅដល់គុណព្រះពុទ្ធព្រមទាំងឪពុកម្ដាយនិងបងចំពោះក្លិនក្រអូបប្រហើរនៃផ្កាឆ្លានេះគឺតំណាងឲ្យសេចក្តីស្នេហាដោយទន់ភ្លន់និងផ្អែមល្ហែមបង្កប់ទៅដោយភាពរឹងមាំរបស់គូស្រករទាំងពីរនាក់ផ្កាឆ្លាស្រោបដោយស្រទាប់ក្រាស់ដូចស្រោមដាវអញ្ចឹងញាតិញោមសង្កេតមើលទៅថាស្រោមរបស់ផ្កាឆ្លានេះគឺក្រាស់ដូចជាស្រោមដាវគឺអត់មានសត្វកន្លងឬសត្វឃ្មុំណាមកក្រេបមកប៉ះមកពលមកយីជីចំពោះលំអងនៃផ្កាឆ្លានោះបាននោះទេត្រង់ចំណុចនេះហើយបុរាណយល់ឃើញថារុក្ខទេពនេះស័ក្តិសមជាផ្កាមង្គលតំណាងឲ្យគុណតម្លៃកូនស្រីបរិសុទ្ធស្មោះសរមិនបានជាប់ចម្ពាក់វេវិនជាមួយនឹងអ្នកណាទាំងអស់ទាំងរូបកាយនិងផ្លូវចិត្តបើនេះគឺជាតម្លៃរបស់ផ្កាឆ្លាផ្កាកុលាបឬក៏ផ្កាដទៃទៀតមួយបាច់ធំយកទៅជូនចំពោះមនុស្សស្រីនាងរំភើបត្រឹមតែមួយថ្ងៃប៉ុណ្ណោះប៉ុន្តែផ្កាឆ្លាយកបកគលជូនចំពោះមនុស្សស្រីដែលខ្លួនស្រឡាញ់នោះយើងកំពុងតែលើកកិត្តិយសលើកកេរ្តិ៍ឈ្មោះលើកមុខលើកមាត់ចំពោះឲ្យភរិយារបស់ខ្លួនក៏ដូចជាឪពុកម្ដាយនិងផ្ដល់តម្លៃឲ្យខ្លួនឯងផងព្រោះក្នុងថ្ងៃនេះកូនប្រុសស្រីទាំងពីរនាក់បានដាក់ចិត្តស្ម័គ្រកាយថានឹងចាប់ដៃគ្នារួមរស់ប្រស្រ័យជាមួយគ្នាក្នុងនាមជីវិតជាប្តីប្រពន្ធតរៀងទៅចឹងដោយនាវេលាគ្រាឱកាសនេះដោយបញ្ចប់ពីការចម្រើនព្រះបរិត្តជាជ័យមង្គលដូចចប់សពគ្រប់តោដោយញោមជាសបៃផ្ដើមការបាននិមន្តនៅអង្គខ្ញុំប្រកាសអាត្មាភាពចូលរួមជាការផ្ដល់នៅឱវាទឬហៅថាសម្ដែងនៅធម្មបណ្ដាការសម្រាប់កូនប្រុសកូនស្រីបានជាទេសន្តាប់ហើយនឹងបានជាកតិពិចារណានៅក្នុងព្រះធម៌សម្រាប់បដិបត្តិក្នុងការរស់នៅជាជីវិតជាគូព្រោះចឹង
មុនដឹងមករៃរាប់សំដែងក៏សូមអធិស្ឋានអំពីសម្រាប់ញាតិញោមជាមេបាចាស់ទុំទាំងសងខាងទាំងនៅទីនេះដល់ផ្ទាល់ក៏ដូចជានៅតាមគេហដ្ឋានក្តីក្រៃលោកានិយាយរៃរាប់របស់អង្គខ្ញុំប្រកាសអាត្មាភាពមានការលើសលួសដោយពាក្យសម្ដីឬក៏មិនចំខ្វះចន្លោះត្រង់ចំណុចណានេះមួយសូមញាតិញោមទាំងអស់គ្នាដែលជាមេបាចាស់ទុំដែលមានបទពិសោធន៍ជីវិតក្នុងជីវិតអាពីពីនេះមេត្តាអធិស្ឋានដល់អង្គខ្ញុំប្រកាសអាត្មាភាពដែលមានភារៈក្នុងការសម្ដែងធម្មបណ្ដាការននាវលាគ្រាអាកាសនេះផងហើយតាមពិតទៅញាតិញោមទាំងអស់គ្នាដែលអញ្ជើញមកចូលរួមជាអធិបតីនៅក្នុងពិធីមង្គលវិហៈននាវលាគ្រាអាកាសនេះសិតសឹងតែជាអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតដ៏ផ្ទាល់ក្នុងការរស់នៅជាជីវិតជាគូឬហៅថាជីវិតជាប្តីប្រពន្ធហើយដូច្នេះញាតិញោមច្បាស់ជាយល់ច្រើនជាងអាត្មាយល់បានត្រឹមតែ 5% ទេតែញាតិញោមទាំងអស់គ្នាអាចនឹងយល់ជាអាត្មារហូតដល់ 95% ប៉ុន្តែពេលខ្លះញាតិញោមយល់ច្រើនក៏ពិតមែនប៉ុន្តែបើឲ្យនិយាយអាចថានិយាយអត់ចេញព្រោះយល់ប៉ុន្តែនិយាយរៃរាប់ប្រាប់ទៅដល់អ្នកដទៃនិយាយមកលក្ខណៈថាយើងឆ្កងអញ្ចឹងទៅតែអាត្មាចំណេះដឹងត្រឹមតែ 5% ទេប៉ុន្តែមានភាពក្លាហាន 95% អាចនិយាយបានព្រោះប៉ុន្តែត្រូវខ្លះខុសខ្លះអានឹងតាមនឹងទៅព្រោះញាតិញោមដឹងហើយអ្នកដែលមិនមានបទពិសោធន៍ក្នុងជីវិតគូមកនិយាយប្រាប់ចំពោះញាតិញោមដែលជាអ្នកមានបទពិសោធន៍ក្នុងជីវិតគូនោះច្បាស់ជារៀងឃ្លាតចាកនិងរៀងឆ្កងបន្តិចហើយព្រោះប៉ុន្តែដោយសារញោមចាស់ដើមកាលគាត់និមន្តទៅហើយអាត្មាក៏ចេះតែសម្ដែងទៅខុសយ៉ាងណាត្រូវយ៉ាងណាក៏សូមអធិស្ឋានហើយញោមញន់មុនតាំងខែ1ណាព្រោះឥឡូវខែ5ឯងចិត្ត5ខែហើយហើយរោងនេះដូចជារោងចុងក្រោយហើយក្នុងឆ្នាំ2026ខ្ញុំដូចអស់ដំណឹងហើយហ្នឹងហើយក្នុងថ្ងៃនេះប្រហែលជាញោមយន់គាត់បានរៀបចំកូនប្រុសនឹងចុងក្រោយហើយហៅតែចុងស្ទងហ្នឹងហើយផ្ដាច់ព្រាត់ហើយជាបើមានកម្មវិធីលើក្រោយទៀតប្រហែលជាញោមយន់ហ្មងមិនមកមុនមកហើយបើនេះសិតមួយញោមអាត្មាទៀតដល់ណាក់ហ្នឹងញោមហ្នឹងហើយឲ្យតែព្រមព្រៀងមានអីមកព្រីមកទេសនាឲ្យសូត្រមុនព្រីមកព្រោះការកូនឯការម៉ែម្ដងហើយញោមអាត្មាតាំងចុងស្ទងទាំងកដាលស្ទងទាំងដើមស្ទងនៅទាំងអស់ព្រោះនៅទាំងអស់កំឡោះទាំងគាត់ទៀតថ្ងៃនេះនៅគូសាកំឡោះ4នាក់ញោមព្រោះអញ្ចឹងញោមយន់គាត់បានលក្ខណៈថាការកូនរៀបចំកូនឲ្យមានគូសកលភរិយាស្វាមីអស់ចាប់ពីថ្ងៃនេះថ្ងៃស្អែកហើយចាស់គាត់និយាយថានៅពេលដែលរៀបការឲ្យកូនមានគូសកលស្វាមីអស់ទៅស្លាប់ទៅបាត់ភ្នែកចិត្តហើយអញ្ចឹងញោមយន់គាត់បាត់ភ្នែកចិត្តហើយអញ្ចឹងព្រោះបានរៀបចំកូនប្រុសស្រីនឹងឲ្យមានគូសកលស្វាមីនេះជាទូនាទីរបស់ឪពុកម្ដាយព្រោះអញ្ចឹងក្នុងថ្ងៃនេះដែលកូនប្រុសបានបញ្ជាក់និងបញ្ចប់ពីភាពនៅលីវហើយនឹងបញ្ជាក់ពីភាពស្មោះត្រង់ទំនួលខុសត្រូវចំពោះកូនស្រីបានគោរពទៅតាមប្រពៃណីដូនតាដែលបានតែងតែធ្វើតគ្នាមកជាយូរលង់ណាស់មកហើយជាពិសេសនៅពេលនេះគឺកូនប្រុសបានរៀបចំផ្កាស្លាមួយស្ពណ៌នៅពីខាងមុខនេះសម្រាប់ប្រគល់ជាតម្លៃឲ្យកូនស្រីនៅវេលាថ្ងៃស្អែកពិធីមង្គលអាពាហ៍ពិពាហ៍នេះនៅរោងណាក៏គេតែងតែយកផ្កាស្លាយកមកដាក់តំណាងឲ្យការរៀបការតាមក្បួននិងតាមប្រពៃណីរបស់ដូនតាខ្មែរការដាក់ផ្កាស្លានៅក្នុងពិធីមង្គលអវិហៈវិវាហៈនេះគឺដាក់ដើងដើម្បីបញ្យលចំពោះកូនប្រុសកូនស្រីក៏ដូចជាមនុស្សទូទៅថ្មីត្បិតតែផ្កាស្លាមួយស្ពណ៌នេះវាគ្មានតម្លៃថ្លៃអស្ចារ្យនោះទេ
ហើយក៏វាអត់មានពណ៌ស្រស់ស្អាតណាស់ណាដោយផ្កាដតេប៉ុន្តែបុរាណលោកស្រឡាញ់ទៅភាពបរិសុទ្ធនិងភាពស្រស់ស្អាតរបស់កូនស្រីដូច្នេះលោកទៅជ្រើសរើសយកផ្កាឆ្លានេះជាផ្កាមង្គលអាពាហ៍ពិពាហ៍